ទីមួយគេថាសម្លេងរំខានទីពីរសម្លេងពិតប្រាកដសម្លេងពិតប្រាកដគឺសម្លេងប្រជាពលរដ្ឋគាត់ចង់បានអីនគរអ្នកគ្រូចង់បានអីពិតប្រាកដសម្លេងដែលរំខានគឺថាគាត់ដើរតែមេក្រូព្រឹកឡើងយប់ឡើងគាត់ដេកតែស្អីជេររឿងអីយើងបញ្យល់មិនគាត់វិធីគាត់ដាក់ផែនការជេរយើងប្រធានបទមួយខែហ្នឹងយើងទៅដូរកម្មវិធីគាត់ជេរមិនសម្លេងរំខាននិងសម្លេងពិតប្រាកដខ្ញុំស្ដាប់ពេលដែលប្រជាពលរដ្ឋមានបញ្ហាពិតប្រាកដខ្ញុំឲ្យឧទាហរណ៍មានបញ្ហាដីធ្លីបញ្ហាសុខភាពដែលគាត់អំពាវនាវឲ្យជួយយើងមើលអាហ្នឹងដែលជាតម្រូវការពិតប្រាកដរឿងដែលការលើករំខានយើងក៏ស្ដាប់ដែរប៉ុន្តែចំពោះអ្នកខ្លះយើងវាអត់ហេតុផលទៅត្រូវស្ដាប់គាត់តែការរិះគន់ស្ថាបនាយើងត្រូវទទួលសម្លេងពិតប្រាកដរឿងព្រំដែនរឿងទឹកដីយើងដូចគ្នាប្រជាពលរដ្ឋដែលពិតប្រាកដហើយមានអ្នកនយោបាយដែលយកតែអានឹងធ្វើអាជីវកម្មយើងបាច់ស្ដាប់ប៉ុន្តែការគិតគូរនេះបានជាយើងពង្រឹងការចរចាព្រំដែនកសាងអភិវឌ្ឍព្រំដែនយើងរុញរាប់សិបឆ្នាំមកហើយមិនមែនទឹមស្រែកឆ្នាំនេះទេបាទយើងពង្រឹងកងទ័ពខ្ញុំនៅមូលដ្ឋានខ្ញុំពេលដែលនៅកងទ័ពខ្ញុំអត់សូវនៅប្រទេសនៅភ្នំពេញទេខ្ញុំចុះរហូតទៅដល់មុខអញ្ចឹងថាក៏ថាចុះជេរក៏ជេរចុះប៉ុន្តែការពិតដែលយើងបានធ្វើហើយនឹងបន្តធ្វើគឺទទួលខុសត្រូវនៅក្នុងការការពារទឹកដីរបស់យើងសម្រាប់ប្រជាជនខ្មែរសម័យនេះនិងទៅអនាគតយើងអត់បោះបង់នៅកាតព្វកិច្ចវិធីសាស្ត្រយើងធ្វើគ្រប់វិធីបាទនៅក្នុងការដឹកនាំនិងការទទួលខុសត្រូវរបស់យើងបាទអញ្ចឹងត្រឡប់មកវិញអ្នកថានឹងតែធ្វើគឺតែប៉ុណ្ណឹងបាទអ្នកថានឹងអ្នកធ្វើអញ្ចឹងដើម្បីឲ្យអ្នកថាគាត់សប្បាយចិត្តតលតែយើងឈឺចិត្តតែបើឲ្យអ្នកថាហត់ខ្លួនឯងឈឺចិត្តខ្លួនឯងយើងកុំឈឺក្បាលប៉ុន្តែយើងស្ដាប់នៅការលើកមតិកង្វល់របស់ប្រជាជនពិតប្រាកដហើយដោះស្រាយយកភាពស្និទ្ធស្នាលរបស់មួយប្រជាពលរដ្ឋអ្នកដែលជាអ្នកដែលផ្ដល់ឱកាសឲ្យខ្ញុំឲ្យគណៈបព្វជិជនកម្ពុជាមានឱកាសដឹកនាំរដ្ឋាភិបាលបម្រើប្រជាពលរដ្ឋអញ្ចឹងខ្ញុំស្ដាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែល8លានអ្នកជាងទៅបោះឆ្នោត 6.4 លានអ្នកបោះឆ្នោតឲ្យគណៈបព្វជិជនកម្ពុជាមួយថ្ងៃមានតែ24ម៉ោងទេហើយក្នុង5ឆ្នាំមានតែប្រមាណ1000ម៉ោងទេអញ្ចឹងខ្ញុំគ្មានពេលទៅស្ដាប់អស់លោកដែលនិយាយគ្មានហេតុផលប្រឌិតរឿងទេមានតែស្ដាប់ប្រជាពលរដ្ឋឲ្យខិតខំដោះស្រាយឲ្យបានច្រើនបន្តទៀតជូនប្រជាពលរដ្ឋរបស់យើង